សួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូទី2នៃការកែលំហាត់ប្រូបាបរបស់យើងដែលលំហាត់ប្រូបាបនេះជាប្រភេទលំហាត់ដែលយើងអាចយកទៅសិក្សាឬក៏ដើម្បីមើលដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះលំហាត់ប្រូបាបរបស់យើងថ្ងៃនេះទាក់ទងជាមួយនឹងអំពូលបាទអញ្ចឹងយើងមើលនៅក្នុងនេះគេថាក្នុងស្បោងមួយមានអំពូលសរុបចំនួន10បាទដែលក្នុងនោះក្នុងចំណោម10ហ្នឹងមានអំពូលខូចចំនួន3គ្រាប់បាទមានន័យថាអំពូលសរុបវាមាន10តែគេដឹងថានៅក្នុងអំពូលទាំង10ហ្នឹងវាមាន3គ្រាប់នោះវាខូចបន្តមកទៀតគេថាគេចាប់យកអំពូល4គ្រាប់ព្រមគ្នាចេញពីក្នុងស្បោងដោយចៃដន្យបានន័យថាចាប់4គ្រាប់ហ្នឹងចាប់យកទៅប្រើការណាតែអត់ដឹងថាបានអីទេអាចបានបើសិនជាយើងគិតទៅអាចចាប់4ហ្នឹងវាអាចបានអំពូលមិនខូចហើយនឹងអំពូលខូចចឹងទៅឬក៏អាចបានអំពូលមិនខូចទាំងអស់អីចឹងទៅរោគប្រូបាបនៃព្រឹត្តិការណ៍ដែលគេចាប់បានកA អំពូលមិនខូចទាំង4គ្រាប់អញ្ចឹងយើងមកមើលខាងលើម្ដងទៀតគេថាបើសិនជាអំពូល10គ្រាប់ហ្នឹងក្នុងហ្នឹងមានខូច3អញ្ចឹងបានន័យថាអំពូលមិនខូចនៅក្នុងចំណោម10ហ្នឹងវាមាន7ដើម្បីរកអំពូលចំនួនអំពូលដែលមិនខូចយើងយកចំនួនអំពូលសរុបដកនឹងចំនួនអំពូលខូចទៅអញ្ចឹងយើងឃើញអំពូលមិនខូចចំនួន3ហ្នឹងសំណួរ A គេសួរថាអំពូលមិនខូចចំនួន4គ្រាប់ខ B អំពូលខូចចំនួន 50% អញ្ចឹងចំនួន 50% ហ្នឹងគេចង់និយាយទៅដើម្បីប្រឡប់បងប្អូនទាំងអស់គ្នាថាសិនជាគេចាប់4មែនហើយនៅក្នុង4ហ្នឹងខូច 50% ចឹងបើខូច 50% មានន័យថា4ហ្នឹងវា 100% ហើយចឹងបើខូច 50% មានន័យថាខូច2ខូចពាក់កណ្ដាលខូច2ហើយនឹង2ទៀតអត់ខូចនឹងគេចង់បានន័យចឹងគេដាក់លំហាត់ដើម្បីប្រឡប់បងប្អូនទាំងអស់គ្នាចឹងទៅហើយបងប្អូនទាំងអស់គ្នាហ្នឹងរៀនគិតក C អំពូលខូចយ៉ាងតិចចំនួន1គ្រាប់បាទអំពូលខូចយ៉ាងតិចចំនួន1គ្រាប់អញ្ចឹងមានន័យថាក្នុងចំណោម4គ្រាប់ហ្នឹងយ៉ាងហោចណាស់ក៏មានអំពូលខូច1គ្រាប់ដែរ1គ្រាប់ក៏យក2គ្រាប់ក៏យក3គ្រាប់ក៏យកប៉ុន្តែអំពូលរបស់យើងវាមានតែ3គ្រាប់ទេអញ្ចឹងការខូចហ្នឹងវាអត់ដល់4គ្រាប់ទេនៅពេលដែលគេចាប់4អញ្ចឹងមានន័យថាក្នុងចំណោម4ហ្នឹងអាចខូចពី1រហូតដល់3គ្រាប់ទេទៅជាទូទៅនៅក្នុងការគណនាប្រូបាបដំបូងយើងត្រូវកំណត់ចំនួនករណីអាចសិនដើម្បីរកចំនួនករណីអាចយើងធ្វើដូចលំហាត់មុនអញ្ចឹងគឺយើងយកបាទយើងពិនិត្យមើលទៅលើប្រភេទនៃលំហាត់របស់យើងនៅត្រង់នេះតើជាប្រភេទលំហាត់ចម្លាស់ឬក៏ជាប្រភេទលំហាត់នៃបន្សំឥឡូវយើងមកមើល clear កន្លែងនេះគេថាគេចាប់យកអំពូល4គ្រាប់ព្រមគ្នាចេញពីក្នុងស្បោងដោយចៃដន្យអញ្ចឹងកាលណាការចាប់ព្រមគ្នាគឺជាការចាប់ដោយចៃដន្យអញ្ចឹងមានន័យថាការចាប់ទាំង4ហ្នឹងគឺមិនមែនជាការចាប់ឆ្លាស់ទេដែលយើងចាប់មកទាំង4ហ្នឹងគឺយើងអត់អាចឆ្លាស់បានអញ្ចឹងមានន័យថាការចាប់នេះគឺជាការចាប់របៀបបែបបន្សំចឹងបើការចាប់បន្សំអញ្ចឹងចំនួនករណីអាចគឺបាទអំពូលសរុបយើងអំពូលសរុបបាទស្មើ10គ្រាប់បើអំពូលសរុប10គ្រាប់នោះករណីអាចចំនួនករណីអាចតាំងដោយ NS ស្មើនឹង C នៃ10យក4អានេះថា10គ្រាប់មែនប៉ុន្តែគេចាប់យក4ចាប់យក4គ្រាប់ព្រមគ្នា អ
ចឹងចំនួនករណីអាចរបស់យើងគឺបន្សំនៃ10យក4ចឹងយើងគណនាតាមមុនយើងមក10 factorial លើ10ដល់4នៅសល់6 fact គុណនឹង4 fact តែនេះយើងសេដូចគ្នាមកបាន10គុណនឹង9គុណ8គុណនឹង7លើ4គុណនឹង3គុណនឹង2យ៉ាងយើងសម្រួលមក8យើងអាចសម្រួល4ជាមួយនឹង2គុណ4មកហើយ9យើងអាចសម្រួលមួយ3អញ្ចឹងនៅសល់10គុណនឹង9ចែក3បាន3គុណនឹង7ទាំងករណីសរុបយើងបាន821ចឹង210នេះករណីអាចតទៅទៀតយើងចូលដល់ការរករូបបែបនៃព្រឹត្តិការណ៍មានន័យថាកអេអំពូលមិនខូច4គ្រាប់អញ្ចឹងអំពូលសរុបយើងមកអំពូលសរុបមក10គ្រាប់នៅខូចមកខូចអស់3គ្រាប់អញ្ចឹងនោះមិនខូចគឺ7គ្រាប់ចឹងនាំឲ្យយើងបាន n នៃ a ចំនួនករណីស្របយើងស្មើជាមួយនឹងបន្សំនៃ7យក4ហើយយើងអាចគណនាតាមរូបមន្ត7គុណនឹង6គុណ5គុណ4លើ4គុណ3គុណនឹង2ស្មើនឹង4យើងអាចសម្រួលចោល6សម្រួល3គុណ2ចឹងនៅសល់7គុណនឹង5 7 5ដល់35តទៅទៀតយើងអាចរករូបបែបតាមរូបមន្តពេលនៃ a ស្មើ n នៃ a លើ n នៃ a យើងជំនួសចូលមកបាន35លើ210ហើយយើងសម្រួលវាមកសម្រួលនឹង5ហើយសម្រួល5ចឹងខាងលើបាន7ខាងក្រោមយើងបាន42ហើយយើងអាចសម្រួលនឹង7បានទៀតចឹងបាន1លើ6អញ្ចឹងដូចនេះបាទពេលនៃ a យើងស្មើនឹង1ភាគ6តាមទៀតយើងចូលដល់សំណួរ B បាទសំណួរ B គឺអំពូលខូច 50% ចាំមានន័យថាបើគេចាប់យក4គ្រាប់បាទនោះចំនួនអំពូលខូចបាទ 50% ហ្នឹងត្រូវនឹងបាទយើងអាចគណនាវាបានដោយយក50បាទគុណជាមួយនឹង4ចែកនឹង100ចឹងយើងបានស្មើជាមួយស្មើនឹង2គ្រាប់តែបានន័យថាក្នុងចំណោម4គ្រាប់ហ្នឹងគឺត្រូវមានអំពូលខូចចំនួន2គ្រាប់ចំណោម n នៃ b ស្មើនឹងបើខូច2គ្រាប់មានន័យថា2គ្រាប់ទៀតអត់ខូចអញ្ចឹងស្មើនឹងបន្សំនៃអំពូលខូចរបស់យើងវាមានចំនួន3អញ្ចឹង3ចាប់យក2គុណនឹងពេលនៃប្រពូលអំពូលមិនខូចមាន2ដែរអញ្ចឹងមានន័យថា7យក2អញ្ចឹងយើងគណនាវាមកយើងបានសេនៃ3យក2ស្មើនឹង3 7យក2យើងស្មើនឹង7គុណនឹង6លើ2អញ្ចឹងយើងបាន3គុណនឹងនេះជាសម្រួលនឹង2មកបាន3បាន21អញ្ចឹងចម្លើយស្មើនឹង63
bạn nó ỏi tam rụt môn mà p này b smart ăn b lơ ăn s smart nâng học sập bấy lơ pi rồi đọc những ai sầm rùa nâng pram pi chẳng bàn pram bốn lơ sam sập đó những ai sầm rùa bay ta thiết bàn bay lệ đọc này tiếng complex slide đôi chân này những phòng đôi ní p này c xong tới p này b p này b smart nắng bấy Việt Nam bà làm hạt xây trong cõi làm hạt cố trên guitar âm pool khôi nhàng tịch một cụm trắng bài dương chậm dọc bay chúng tôi dương chập buồn chập bốn tại âm pool khôi miền bay trong miền này tha anh ấy dương chạy tranh chịu bay cả này miền này tha âm pool khôi muối âm pool khôi pí âm pool khôi trong bay chẳng bà âm pool khôi muối chẳng mình khối buồn bay mà ban này tha bà âm pool khôi muối chẳng mình khối miền bay và pool khôi pí mình khối buồn và ông pool khôi bay mà ba ông pool khôi muối chẳng mình khôi bay ba ông pool khôi pí chẳng mình khôi pí đại hay ba ông pool khôi bay chẳng mình khôi mùi chẳng ngon dương bàn anh xế smart nắng c này khôi cũng có những bay dòng muối con cho muối nắng c này cũng bờ dòng bay bột cho muối nắng c này mà cái này thì pí con nắng c này cũng bờ dòng pi này hay bột mà cái này tiếpคือc này bay dòng bay con nắng c này cũng bờ dòng muối tao mới dương thôi ca cái này rồi chấm lái dương bàn bay giống mới dương bàn chấm bay hay bờ dọc bay dương sman nâng sam pram bột nâng bay dọc pi sman nâng bay con nâng bờ dọc pi bờ dọc pi sman nâng một hay muối bột nâng c này bay dọc bay sman muối con nắng phòng bờ dọc muối sman pi tiếng Việt bay cả đằng này tao mới những con vi chô này mất phải bàn bột này bay con nâng sam pram bàn mà rồi pram những con đã bàn học sập bấy bột nâng pram pi chẳng srop smart nâng mà rồi chật pram những tam của món và p này c mà ăn c lơ ăn s mà nắng mà rồi chật sập pram lơ pi rồi đọc riêng ai dùng rô viên năng pram bán mà bán sam pram lơ sai pi hay riêng ai dùng rô viên mùi năng pram pi bàn chẳng mà năng pram ni sum rol nang pram pi đá dương bàn pram mùi chẳng proba này cái cá xế mà nang pram lời pram mùi chẳng dương sa xê đội này máu đội ní pc mà pram lời pram mùi và con tránสำหรับการ ទស្សនាវីដេអូតាំងពីដើមរហូតដល់ចុង